សួស្តីអ្នកនាងសូមស្វាគមន៍មកកាន់ Channel សាតុងខាងនេះខ្ញុំមានវីដេអូចែករំលែកពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទូរស័ព្ទដៃ iPhone អញ្ចឹងចំពោះការប្រើប្រាស់ទូរស័ព្ទដៃ iPhone បងប្អូនប្រកាសជាសង្កេតមើលឃើញថាបើសិនបើជាបងប្អូនអត់មានការយល់ដឹងពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទេបងប្អូនភាគរយឬក៏បាត់តេរី health របស់បងប្អូនណាអាកន្លែងយើងចំណាំហើយថាភាគរយថ្មរបស់ទូរស័ព្ទដៃ iPhone វានឹងងាយធ្លាក់ចុះយ៉ាងលឿនខ្លាំងមែនទែនពី 1% ទៅ 1% គឺលឿនដូចព្យុះអញ្ចឹងចំពោះការប្រើប្រាស់ទូរស័ព្ទដៃ iPhone របស់ខ្ញុំដោយទូរស័ព្ទដែលខ្ញុំកំពុងតែប្រើរាល់ថ្ងៃនេះគឺមានភាគរយថ្ម 100% ហើយមាន cycle count 238 cycle count អញ្ចឹងមានន័យថាតាំងពីទិញថ្មតាំងពី unboxing មក 100% រហូតមកដល់ពេលបច្ចុប្បន្នសាក238ដងហើយក៏នៅតែ 100% អញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកអំពីការប្រើប្រាស់ទៅលើទូរស័ព្ទដៃ iPhone ហើយមិនងាយធ្លាក់ភាគរយថ្មនៅកាន់ដូចទៅនឹងការពី unboxing ដំបូងអញ្ចឹងខ្ញុំទទួលបានសារច្រើនខ្លាំងមែនទែនពីសំណាក់បងប្អូនឬក៏មួយមកខ្ញុំគាត់ឆាតមកថាទូរស័ព្ទដៃ iPhone 17 Pro Max របស់គាត់តាំងពី unboxing មកប្រើមិនទាន់បាន1ខែឬ2ខែស្រួលបួលផងសាក cycle count 90ដងជាងក៏ធ្លាក់ 1% 2% អីជាដើមអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកអំពី tip មួយចំនួនដើម្បីឲ្យបងប្អូនប្រើទូរស័ព្ទដៃ iPhone ប្រកបទៅដោយគុណភាពថ្មក៏កាន់ល្អភាគរយថ្មក៏មិនងាយធ្លាក់ចុះ cycle count ច្រើនក៏ពិតមែនភាគរយក៏នៅតែខ្ពស់ដែរអញ្ចឹងយើងងាយស្រួលលក់នៅក្នុងការវាយដូរសេរីជាដើមអញ្ចឹងឥឡូវយើងចូលប្រធានបទរបស់យើងទៅកុំឲ្យបែងឆ្ងាយចំណុចទី1ដែលបងប្អូនត្រូវធ្វើនោះគឺបងប្អូនត្រូវតែប្រើប្រាស់ឆ្នាំងសាក original ពីក្រុមហ៊ុន Apple កាលណាបងប្អូនប្រើប្រាស់ឆ្នាំងសាក copy ប្រើប្រាស់ឆ្នាំងសាកដែរអត់មានគុណភាពមានន័យថាថោកទាំងតម្លៃអន់ទាំងគុណភាពអញ្ចឹងបងប្អូនប្រកាសជាទទួលបានការខកចិត្តនៅថ្ងៃណាមួយឧបមាដូចជាភាគរយថ្មធ្លាក់លឿនហើយជួនកាលទៀតដុំសាកអន់ក៏ធ្វើឲ្យផ្ទុះទៅលើអេសេសានៃទូរស័ព្ទ iPhone របស់យើងដែរអញ្ចឹងថ្ងៃនេះខ្ញុំមកណែនាំអំពីឆ្នាំងសាក original ដែលខ្ញុំលក់ផ្ទាល់បាទដែលខ្ញុំធ្វើការកម្មង់ពី Apple Store មកបងប្អូនឃើញទេនេះបាទខ្ញុំមានច្រើនទាំង Free 17 16និង15និង14ចុះមកក្រោមពពួក Lightning ពពួក Type C ទៀតណាឆ្នាំងសាក original របស់ iPhone 20W អត់មានលើពីហ្នឹងទេលើពី 20W 25 30អាហ្នឹងគឺបោះចិនទេបាទហើយពាក់ព័ន្ធទៅនឹងចំណុចទី1ហ្នឹងការប្រើប្រាស់ឆ្នាំងសាកអន់ទី1ធ្វើឲ្យ cycle count ឡើងច្រើនភាគរយថ្មកាន់តែធ្លាក់ចុះថ្មរបស់យើងក៏កាន់តែលែងកាន់ហើយជួនកាលទៀតក៏ធ្វើឲ្យទូរស័ព្ទរបស់យើងងាយប្រឈមទៅនឹងការរលត់ដោយសារការសាកដែរបាទយើងហៅថាផ្ទុះអេសេសាណាហើយចំណុចទី2ពុកម៉ែបងប្អូនកុំឧស្សាហ៍លេងពេលខ្លះបងប្អូនវក់មើលរឿងភាគឬក៏វក់ទៅលើការចំណាយទៅលើ Facebook អីមួយឬក៏លេងហ្គេមអីចឹងណាជាប់គេហៅថាជក់ហើយបាទអញ្ចឹងមានន័យថានៅពេលដែលបងប្អូនកំពុងតែវក់ជាមួយនឹងវាខ្លាំងរហូតដល់ភ្លេចមើលភាគរយថ្មលេងវាឲ្យក្រោម 20% លេងឲ្យវាអស់រហូតដល់ 0% រលត់ទៀតពេលខ្លះរលត់ម្ដងជា2ដងជា3ដងរហូតអញ្ចឹងអាហ្នឹងគឺជារោគសញ្ញានៃការឆាប់ខូចថ្មហើយក៏ឆាប់ធ្លាក់ភាគរយថ្មផងដែរបាទហើយអាហ្នឹងខ្ញុំជឿថាបងប្អូនប្រកាសជាដឹងមានវិធីណាផ្សេងលេងកុំឲ្យរលត់បើយើងកំពុងតែវក់ហើយហ្នឹងយើងយ៉ាងដូចខ្ញុំអញ្ចឹងខ្ញុំមានទូរស័ព្ទ2បាទខ្ញុំងាយស្រួលដែរទូរស័ព្ទមួយសល់ចិត្ត 20% អញ្ចឹងខ្ញុំយកទៅសាកខ្ញុំលេងទូរស័ព្ទមួយទៀតហើយអញ្ចឹងបងប្អូនត្រូវតែមើលដែរនៅពេលដែលវា low battery ឬក៏ក្រោម20អីនេះឆាប់យកទៅសាកកុំលេងបន្តលេងឲ្យរហូតដល់អស់រហូតដល់លុតអីអាហ្នឹងគឺជារោគសញ្ញានៃការឆាប់ខូចថ្មលឿនណាបងប្អូនហើយចំណុចទី3ខ្ញុំឃើញបងប្អូនឬក៏អ្នកដែលគាត់លេងឧស្សាហ៍លេងហ្គេមភាគច្រើននៅពេលដែលលេងទូរស័ព្ទក្តៅខ្លាំងកាំងស្ទុកក្តៅរហូតដល់ចង់រលាកខ្ញុំឃើញគាត់ទម្លាប់អាក្រក់យកទៅក្លាសេក្នុងទូទឹកកកឬក៏យកទឹកកករបស់យើងយកមកដាក់ពីក្រោយដើម្បីឲ្យត្រជាក់ការធ្វើបែបហ្នឹងគឺហានិភ័យដែរបងប្អូនមិនធំតែហានិភ័យទេគឺធ្វើឲ្យភាគរយថ្មឆាប់ធ្លាក់ហើយឆាប់ប៉ោងទៀតពេលខ្លះក៏ឆាប់ធ្វើឲ្យ motherboard អាលុតថែមទៀតផងបាទការធ្វើបែបហ្នឹងគឺអត់ល្អទេមានន័យថានៅពេលដែលយើងលេងក្តៅខ្លាំងថ្មកំពុងតែក្តៅម៉ាស៊ីនកំពុងតែប្រឹងយើងបែរជាយកទឹកកកយកមកដាក់ឬក៏យកទៅក្លាសេឬក៏យកទៅជ្រលក់ទឹក
វាធ្វើឲ្យវាឆាវពេលខ្លះវាអាចផ្ទុះថ្មនឹងភ្លាមទៀតផងបងប្អូនក្នុងករណីថ្មប៉ោងស្រាប់បងប្អូនធ្វើអញ្ចឹងគឺផ្ទុះថ្មឈុលយកមកមិនផ្ទុះខ្លាំងទេវាបែកផ្កាភ្លើងឆេះយកមកអញ្ចឹងមានន័យថាហ្នឹងគឺជារោគសញ្ញានៃការគ្រោះថ្នាក់បាទអញ្ចឹងកុំធ្វើអញ្ចឹងនៅពេលដែលវាក្តៅខ្លាំងបងប្អូនអាចឈប់លេងឬក៏ឈប់ទៅហើយទុកឲ្យវាត្រជាក់បើកង្ហារដាក់កង្ហារត្រជាក់ឬក៏បើសិនត្រជាក់អីឲ្យវាត្រជាក់ស្រួលបួសចាំយើងយកទៅសាកបាទហើយអំឡុងពេលលេងក្តៅខ្លាំងក៏គុំយកទៅសាកយើងកាន់តែក្តៅកាន់តែសាកកាន់តែអត់ឡើងហើយពេលខ្លះ load temperature រហូតហ្មង load temperature ឡើងទាំង1ម៉ែត្រណាអាហ្នឹងក៏រោគសញ្ញាដែលឆាប់ខូចទូរស័ព្ទដែរអញ្ចឹងកាលណាវាឡើង temperature ហើយតើទៅជាងដែរទើបអាចដោះស្រាយបានហើយចំណុចទី4អ្វីដែលសំខាន់គឺជាចំណុចចុងក្រោយដែលខ្ញុំចង់ប្រាប់បងប្អូនគឺបងប្អូនកុំសាកថ្មនៅពេលយប់ចោលសោះអ្វីត្បិតតែ iPhone វាមានមុខងារoptimize battery charging ក៏ពិតមែនប៉ុន្តែនៅពេលយប់បងប្អូនក៏មិនគួរសាកចោលដែរវាមាន optimize charging battery 80ឬក៏ optimize battery charging 100នៅពេលដែលពេញឬក៏80វាឡើងឆាកលេខសាកក៏ពិតមែនប៉ុន្តែនៅពេលដែលបងប្អូនសាកចោលមកយប់តភ្លឺឬក៏ពេលខ្លះជាក់ស្ដែងដូចបងរបស់ខ្ញុំគាត់យប់ឡើងគាត់ឧស្សាហ៍ស្ដាប់ចម្រៀងអញ្ចឹងកាលណារកពេលដែលគាត់ស្ដាប់ចម្រៀងផងគាត់សាកថ្មចោលផងអញ្ចឹងពីររឿងហ្នឹងគឺនៅក្នុងពេលតែមួយទូរស័ព្ទរបស់គាត់ភាគរយថ្មនៅខ្ពស់ប៉ុន្តែឆាប់ប៉ោងសបកយកមកបងប្អូនបាទអញ្ចឹងអាហ្នឹងគឺជារោគសញ្ញាធ្វើឲ្យភាគរយថ្មលែងកាន់ដូចមុនភាគរយថ្មbattery health របស់យើងក៏ធ្លាក់លឿនផងដែរអូខេចំណុចចុងក្រោយនេះគឺសំខាន់មែនតើបងប្អូនកុំឲ្យសោះបើសិនបើជាវាមានទៅ 30-40% នៅពេលយប់បងប្អូនអាចទុកហើយចាំក្បែរភ្លឺបងប្អូនសាកទៅពេញ100បងប្អូនទៅធ្វើការបាទកុំសាកចោលណាទោះបីបងប្អូនបើកមុខងារ optimize charging ក៏ដោយក៏វាអត់សុវត្ថិភាពដែរនៅក្នុងការសាកពេលយប់ពិសេសជាងគេស្ដាប់ចម្រៀងផងសាកថ្មចោលផងងាយប្រឈមទៅនឹងការធ្លាក់ battery health ហើយនឹងប៉ោងថ្មជាស្ដែងបងរបស់ខ្ញុំទូរស័ព្ទរបស់គាត់ប្រើតែប្រហែលនេះសេរីខ្ពស់ប្រើបានយូរទេចាប់ប៉ោងថ្មហ្មងដោយសារតែគាត់ធ្វើវិធីហ្នឹងអញ្ចឹងអាអ្វីដែលខ្ញុំដកស្រង់មកចែករំលែកឲ្យបងប្អូនសុទ្ធតែជាបទពិសោធន៍ជាក់ស្ដែងសុទ្ធតែជាអ្វីដែលខ្ញុំ research ហើយវាជាការពិត 99% ទើបខ្ញុំយកមកចែករំលែកឲ្យបងប្អូនបានដឹងនិងបានទស្សនាអំពីរបៀបនៃការថែរក្សាថ្មទូរស័ព្ទ iPhone របស់បងប្អូនឲ្យបានកាន់និងប្រើបានយូរអង្វែងមិនងាយធ្លាក់ភាគរយថ្មដូចខ្ញុំអញ្ចឹងខ្ញុំប្រើមួយឆ្នាំហើយបាទភាគរយថ្មអត់មានធ្លាក់សំបី 1% មានន័យថាខ្ញុំប្រើរបស់គឺថែថ្នមដូចថែសង្សារអញ្ចឹងណាអរគុណច្រើនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបើសិនបើជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ like ហើយនឹងជួយចែករំលែកទៅកាន់មនុស្សទីស្រឡាញ់បន្តហើយជួយ subscribe channel ថ្មីរបស់ខ្ញុំម្នាក់មួយអរគុណ